នីតិចែករំលែកចំណេះដឹងបាទចំណេះដឹងខ្លីៗចែករំលែកបាទឥឡូវយើងមកយល់ដឹងអំពីពាក្យថាជីវិតជារបស់ខ្ចីគេបាទហេតុអីបានគេដាក់ចំណងជើងថាជីវិតជារបស់ខ្ចីគេបងប្អូនត្រង់ត្រាប់ស្ដាប់ទាំងអស់គ្នាដើម្បីយល់ពីអត្ថន័យខ្លឹមសារដែលគេនិយាយថាជីវិតជារបស់ខ្ចីគេបាទជីវិតក្នុងកំណត់មនុស្សនេះមានភារកិច្ចប្រព្រឹត្តព្រំចរិយធម៌រួចហើយត្រូវសងជីវិតនេះឲ្យទៅម្ចាស់របស់គេគឺជរាមរណៈព្រំចរិយធម៌គឺជាយានជំនិះដ៏ប្រសើរនាំសត្វលោកទៅកាន់ទីបំផុតទុក្ខដោយលះបង់ចោលនៅជីវិតដែលប្រកបដោយឧបាទានខណ្ឌ5ជីវិតប្រៀបដូចសម្ភារៈសម្រាប់ធ្វើទូកឬក្បូនតែប៉ុណ្ណោះសម្ភារៈទាំងនោះដែលខ្ចីអំពីគេមកដូចជាកាំបិតពូថៅជាដើមចាំបាច់ត្រូវតែសងឲ្យទៅម្ចាស់គេវិញប៉ុន្តែអ្វីដែលជាការគួរឲ្យកក់ក្ដៅគឺក្បូនឯនេះទេដែលសម្រាប់ឆ្លងទៅត្រើយនាយកាំបិតពូថៅសម្ភារៈដែលខ្ចីគេមកនោះមិនមែនសម្រាប់ឲ្យប្រកាន់មាំថាជារបស់អញទេប៉ុន្តែសម្រាប់ធ្វើក្បូនរួចហើយត្រេកអរក្នុងការសងជូនទៅឲ្យម្ចាស់គេវិញម្យ៉ាងវាជារបស់គេម្យ៉ាងទៀតវាជារបស់ធ្ងន់មិនអាចយកទៅតាមក្បូនបាននិងម្យ៉ាងទៀតនោះកិច្ចការបានធ្វើស្រេចហើយសូម្បីតែជីវិតឥឡូវនេះក៏បុគ្គលខ្លួនឯងមិនអាចទាមទារតវ៉ាការពារបានផងចាំបាច់និយាយទៅធ្វេចំពោះបរិខាខាងក្រៅយើងគ្រប់គ្នាដែលអាចរស់នៅបានមកដល់សប្តាហ៍ថ្ងៃនេះមិនមែនដោយសារនៅលើខ្លួនឯងទេព្រោះប្រសិនបើជាត្រូវស្លាប់កាលពីខែមុនឬឆ្នាំមុននោះក៏មុខតែស្លាប់បាត់ទៅហើយគឺពេលដែលត្រូវស្លាប់ហើយអាចស្លាប់បានដោយពិតតាំងតែអំពីបដិសន្ធិមកម្លេះប៉ុន្តែដែលចេះតែបាននៅរស់នេះព្រោះបច្ច័យនៃជីវិតនេះឯងគឺមិនមែននៅលើខ្លួនឯងទេប្រតិបប្រេងអាចរលត់បានគ្រប់ពេលប្រសិនបើជាប្រេងអស់ឬប្រឆេះអស់ហើយសូម្បីនៅប្រេងនៅឆេះក៏វាអាចរលត់បានដែរដោយខ្យល់បក់ឬសត្វហើរប៉ះទង្គិចនោះដូច្នេះអណ្ដាតប្រតិបមិនអាចការពារអ្វីខ្លួនឯងបានឡើយយ៉ាងណាមិញជីវិតសពសត្វក្នុងមនុស្សលោកយើងនេះក៏ដូចប្រតិបប្រេងយ៉ាងនេះដែរហេតុបច្ច័យមិនមែនតាក់តែងឲ្យតែជីវិតបាននៅរស់ប៉ុណ្ណោះទេជីវិតត្រូវរស់នៅយ៉ាងណាក៏សម្រេចទៅលើហេតុបច្ច័យផងដែរការមានបាននៅទ្រព្យសម្បត្តិការជួបការប្រវត្តិសត្វនិងសង្ខារឈឺជាសុខទុក្ខឬស្លាប់ពេលណាកន្លែងណាស្លាប់ដោយសារអ្វីឡាត្រូវសម្រេចនៅលើហេតុបច្ច័យទាំងអស់ព្រោះហេតុនេះមនុស្សលោកគួរតែមានសេចក្តីសន្តោសត្រូវរៀនឲ្យចេះមានការយោគយល់ដល់គ្នានឹងគ្នាការប្រព្រឹត្តអាក្រក់កាប់សម្លាប់លួចប្លន់មិនមែនជាវិធីដោះស្រាយបញ្ហាឲ្យជីវិតខ្លួនឯងឡើយផ្ទុយមកវិញវារឹតតែបង្កើតបញ្ហាកម្មពីវេរាមិនមានឈប់ឈរឲ្យខ្លួនឯងនិងអ្នកដទៃទៅវិញទេសាងល្អក្នុងកាលមុនក្នុងជាតិមុនបានរៀបចំជីវិតឲ្យកើតមកក្នុងកំណើតមនុស្សវាជាដើមទុនមួយសំខាន់ណាស់សម្រាប់មនុស្សលោករើបំរាស់ចេញអំពីពិភពងងឹតនៃកម្មពីវេរាអំពើអាក្រក់ការព្យាបាទបៀតបៀនអមនុស្សធម៌វាជាអន្លង់ភក់នៃកាមគុណតែប៉ុណ្ណោះវាជាការបំរើកិលេសពិតនិងវាជាការងារដ៏ថោកទាបសៅហ្មងជីវិតមនុស្សកើតដោយបុណ្យកុសលអំពីជាតិមុនមានតម្លៃស្មើគ្នានឹងព្រំចរិយធម៌ព្រោះមនុស្សអាចប្រព្រឹត្តព្រំចរិយធម៌បានមិនត្រូវបណ្ដោយប្រាណដោយក្តីប្រមាថឲ្យមានការលង់លិចក្នុងអន្លង់ខ្មៅងងឹតធ្វើជីវិតឲ្យថោកទាបនោះឡើយអ្នកប្រាជ្ញបានពោលថាជីវិតនេះមានប្រមាណតិចបើដឹងថាខ្លួនឯងចាញ់ស្ដេចមច្ចរាជទេហេតុអ្វីក៏បានជាចង់តែយកឈ្នះមនុស្សជាតិគ្នាឯងតើបានប្រយោជន៍អ្វីទៅសូមមនុស្សលោកឈប់ឆ្លោះទាស់តែងគ្នាឈប់ចងគំនុំជាមួយនឹងគ្នាហើយនាំគ្នាស្ដាប់ឱវាទព្រះសម្មាសម្ពុទ្ធដើម្បីរត់ចេញអំពីអំណាចមច្ចរាជធ្វើដំណើរទៅកាន់ទីដែលផុតស្លាប់នេះទើបជាកិច្ចដែលគួរធ្វើប្រសិនបើជាការបានឈ្នះគេលើលោកនេះហើយមច្ចរាជទុកជីវិតឲ្យក៏គួរតែខំប្រឹងទៅចុះតែបើវាពិតជាពុំមែនដូចនេះហើយនោះយើងមិនគួរចំណាយពេលវេលាទៅក្នុងការងារឥតប្រយោជន៍ឡើយសប្បុរសដែលបានដឹងច្បាស់ហើយលោកមិនបងអែបងអង្គទេលោកនៅឆ្ងាយហើយគឺឆ្ងាយចាក់ភព3សូមមនុស្សប្រុសស្រីកុំបំភ្លេចការពិតនៃជីវិតរបស់ខ្លួនឯងចោលឲ្យសោះព្រោះការពិតវានៅតែជាការពិតគ្រប់គ្រាគ្រប់ពេលវេលាហើយការពិតនេះវាអាចជួយដោះស្រាយបញ្ហាចំពោះបុគ្គលណាដែលបានដឹងការពិតនៃជីវិតនេះគឺគ្រប់បញ្ហាទាំងអស់រួមទាំងបញ្ហាជាតិជរាមរណៈទៀតផង
បាទដកស្រង់ចេញពីសៀវភៅជំនួយសតិភាគ4 កំចៃជីវិតឬក៏ជីវិតជារបស់ខ្ចីគេ